ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរអ្នកគ្រូមានលំហាត់មួយដែរលំហាត់ផងនេះផងដែរគឺជាលំហាត់គ្រឹះសម្រាប់បងប្អូនដែលគាត់ជិតដល់ថ្ងៃប្រឡងបាត់រូបហើយប៉ុន្តែអត់ទាន់ចេះលំហាត់គ្រឹះគីមីហ្នឹងអាចប្រមើលបានអញ្ចឹងតើតើមួយលំហាត់ទី1នេះផងដែរគឺគេនិយាយថាគេរំលាយទង់ដែងអ៊ីដ្រូស៊ីតចំនួន250សង់ទីម៉ែត្រគីបនៅកំហាប់2 ម៉ូលក្នុង1លីត្រនៅក្នុងកែវបេស្រាមួយសំណួរកគឺគេឲ្យគណនាចំនួនម៉ូលទង់ដែងអ៊ីដ្រូស៊ីតដែលមាននៅក្នុងកែវបេស្រានោះសំណួរខគឺគណនាម៉ាស់ទង់ដែងអ៊ីដ្រូស៊ីតដែលមាននៅក្នុងកែវបេស្រានេះអញ្ចឹងចំពោះការគណនាលំហាត់ទាំងពីរហ្នឹងគឺវាត្រូវការរូបមន្តគ្រឹះចំនួន3នឹងឯងអញ្ចឹងតើតើមួយរូបមន្តគ្រឹះចំនួនម៉ូលទាំង3ហ្នឹងគឺគីមីយើងប្រើវាជាសំខាន់ដែលរូបមន្តទី1ហ្នឹងគឺចំនួនម៉ូលគឺស្មើនឹងម៉ាស់ចែកនឹងម៉ាស់ម៉ូលអញ្ចឹងករណីដែលគេឲ្យម៉ាស់យើងចង់ទៅរកម៉ូលយើងអាចប្រើរូបមន្តទី1នឹងបានហើយចំពោះចំនួនម៉ូលទី2នេះគឺ N ស្មើនឹង cm ទៅគុណនឹង VS បើសិនជាក្នុងករណីប្រធានគេឲ្យកំហាប់ឲ្យមាន solution គឺយើងអាចប្រើចំនួនម៉ូលរូបមន្តទី2នេះបានហើយចំនួនម៉ូលទី3នេះគឺបើសិនជាគេឲ្យមានឧស្ម័នឲ្យលក្ខខណ្ឌបានន័យថាលក្ខខណ្ឌបន្ទប់លក្ខខណ្ឌស្តង់ដារហ្នឹងគឺយើងអាចប្រើចំនួនម៉ូលស្មើមាត្រចែកនឹង Vm បានអញ្ចឹងចូលមកដល់ចម្លើយលំហាត់យើងអញ្ចឹងយើងដាក់មកកគណនាចំនួនម៉ូលទង់ដែងអ៊ីដ្រូស៊ីតអញ្ចឹងដើម្បីទៅគណនាចំនួនម៉ូលទង់ដែងអ៊ីដ្រូស៊ីតយើងមើលទៅលើបំរាប់យើងបំរាប់គឺគេឲ្យមាត្រ solution ហើយគេឲ្យកំហាប់អញ្ចឹងគឺយើងប្រើរូបមន្តទី2នេះដោយសាររូបមន្តទី2គឺវាតកតងមួយកំហាប់តកតងមួយមាត្រ solution នឹងឯងអញ្ចឹងយើងដាក់តាមរូបមន្ត n ស្មើ cm គុណនឹង vs ដោយ cm អញ្ចឹងកំហាប់យើងគឺគេឲ្យ2ម៉ូលនៅក្នុង1លីត្រអញ្ចឹងយើងយកវាមកដាក់មកអត់ប្រវាយຂະຫນາດទេដោយសារតែຂະຫນາດវាគឺម៉ូលក្នុង1លីត្រនឹងឯងចំពោះមាត្រ solution អញ្ចឹងមាត្រ solution គឺគេឲ្យ250សង់ទីម៉ែត្រគីបដែលຂະຫນາດនៅក្នុងគីមីរបស់យើងមាត្រគឺគិតជាលីត្រអញ្ចឹងត្រូវយកវាទៅចែកនឹង1000គឺយើងបាន 0.25 លីត្រនៅពេលដែលយើងមានបំរាប់ទាំងអស់ហ្នឹងហើយជួសវាចូលក្នុងរូបមន្តមកអញ្ចឹងគេបាន n ស្មើ2ទៅគុណនឹង 0.25 គឺស្មើនឹង 0.5 ម៉ូលហើយយើងដូចនេះឲ្យគេមកគឺ n ស្មើ 0.5 ម៉ូលនឹងឯងចំពោះសំណួរខវិញម្ដងអញ្ចឹងខគឺគេឲ្យគណនាម៉ាស់ទង់ដែងអ៊ីដ្រូស៊ីតអញ្ចឹងដើម្បីទៅរកម៉ាស់ទង់ដែងអ៊ីដ្រូស៊ីតយើងមើលរូបមន្តមួយណាដែលវាតកតងជាមួយនឹងម៉ាស់គឺរូបមន្តទី1នេះឯងអញ្ចឹងរូបមន្តទី1គឺ n ស្មើនឹងម៉ាស់ចែកនឹងម៉ាស់ម៉ូលអញ្ចឹងយើងប្រើរូបមន្ត n ស្មើនឹង m ទូចនៅលើ m ធំយើងទាញទៅរក m ទូចគឺវាស្មើនឹង n ទូចទៅគុណនឹង m ធំដោយ n អញ្ចឹង n កន្លែងនេះគឺជា n ដែលយើងបានរកវាមកពីខាងលើនេះព្រោះវាជាទង់ដែងអ៊ីដ្រូស៊ីតដដែលទេអញ្ចឹងគឺម៉ូលវាអត់ប្រែប្រួលទេគឺម៉ូលវាស្មើនឹង 0.5 ម៉ូលហើយម៉ាស់ម៉ូលអញ្ចឹងម៉ាស់ម៉ូលនៅពេលដែលយើងចង់រកម៉ាស់របស់ទង់ដែងអ៊ីដ្រូស៊ីតម៉ាស់ម៉ូលហ្នឹងក៏ជាម៉ាស់ម៉ូលរបស់ទង់ដែងអ៊ីដ្រូស៊ីតដែរអញ្ចឹងកន្លែងហ្នឹងសំខាន់គឺត្រូវស្គាល់រូបមន្តទង់ដែងអ៊ីដ្រូស៊ីតអញ្ចឹងទង់ដែងអ៊ីដ្រូស៊ីតគឺទង់ដែង Cu ហើយអ៊ីដ្រូស៊ីតគឺ OH ចឹងដើម្បីផ្សំរូបមន្តគឺយើងត្រូវគិតទៅលើការដូរវ៉ាឡង់ដូចគ្នាគឺ Cu វ៉ាឡង់2 OH វ៉ាឡង់1អញ្ចឹងយើងដូរវ៉ាឡង់គ្នាមកវាទៅជាវ៉ាឡង់របស់ Cu នៅក្រោម OH វិញអញ្ចឹងយើងមើលបូកម៉ាស់ម៉ូលវាមកម៉ាស់ម៉ូលទាំងអស់ហ្នឹងគឺពេលគណនាលំហាត់គឺគេឲ្យយើងទេគេឲ្យនៅខាងលើនេះអញ្ចឹងម៉ាស់ម៉ូលរបស់ Cu គឺស្មើ64ម៉ាស់ម៉ូលរបស់ O គឺស្មើនឹង16ប៉ុន្តែដោយសារតែវាមានគុណនឹង2សំទុះខាងក្រោមនេះអញ្ចឹងយកវាទៅគុណនឹង2គឺយើងបាន32ហើយម៉ាស់ម៉ូលរបស់ H នេះគឺស្មើ1អញ្ចឹងយក1ទៅគុណនឹង2នេះមកគឺវាបាន2អញ្ចឹងយើងបូកបញ្ចូលគ្នាឃើញម៉ាស់ម៉ូលរបស់វាគឺ98ក្រាមនៅក្នុង1ម៉ូលនៅពេលដែលយើងបានស្រង់តម្លៃទាំងអស់ហ្នឹងហើយគឺគេបានម៉ាស់របស់វាហ្នឹងគឺស្មើនឹង 0.5 ទៅគុណនឹង98គឺវាស្មើនឹង49ក្រាមហើយជាចុងក្រោយគេគឺយើងដូចនេះឲ្យគេអញ្ចឹងដូចនេះគឺស្មើនឹងម៉ាស់ស្មើនឹង49ក្រាមចា៎ចំពោះបងប្អូនដែលករណីដែលបងប្អូនមានសំណួរឬក៏អត់យល់នៅក្នុងរូបមន្តណាមួយគឺអាចតម្លាក់សួរអ្នកគ្រូនៅក្នុង comment បានអរគុណច្រើន